រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនិងឆ្លាតវៃមួយអំពីសត្វអូរ៉ាំងូតាំងសត្វអូរ៉ាំងូតាំងជួនកាលបង្កើតឆ័ត្រពីស្លឹកឈើធំៗដើម្បីការពារខ្លួនពីភ្លៀងដែលជាអាកប្បកិរិយាដែលបានរៀនសូត្រតាមវប្បធម៌នេះគឺជាការពិតដ៏អស្ចារ្យមួយដែលបង្ហាញពីភាពវៃឆ្លាតនិងសមត្ថភាពរបស់សត្វអូរ៉ាំងូតាំងក្នុងការប្រើប្រាស់ឧបករណ៍និងសម្របខ្លួនទៅនឹងបរិស្ថានរបស់ពួកវាការប្រើប្រាស់ឧបករណ៍ធម្មជាតិសត្វអូរ៉ាំងូតាំងរួមនៅក្នុងព្រៃត្រូពិកដែលមានភ្លៀងធ្លាក់ខ្លាំងពួកវាបានរៀនសូត្រពីរបៀបយកស្លឹកឈើធំៗមកធ្វើជាឆ័ត្របណ្ដោះអាសន្នដើម្បីការពារខ្លួនពីដំណក់ភ្លៀងស្រដៀងនឹងមនុស្សដែរអាកប្បកិរិយាវប្បធម៌ដែលបានមកពីពាក្យថា learned cultural behavior មានន័យថាអាកប្បកិរិយានេះមិនមែនជាអ្វីដែលពួកវាមានពីកំណើតនោះទេប៉ុន្តែជាអ្វីដែលពួកវារៀនពីគ្នាទៅវិញទៅមកនៅក្នុងក្រុមរបស់ពួកវានេះបញ្ជាក់ពីសមត្ថភាពរបស់ពួកវាក្នុងការរៀនសូត្រចងចាំនិងបង្រៀនគ្នាទៅវិញទៅមកដែលស្រដៀងទៅនឹងអាកប្បកិរិយាវប្បធម៌របស់មនុស្សដែរអាកប្បកិរិយានេះបង្ហាញពីកម្រិតខ្ពស់នៃភាពឆ្លាតវៃការដោះស្រាយបញ្ហានិងការយល់ដឹងពីបរិស្ថានជុំវិញខ្លួនរបស់ពួកវាដូច្នេះរូបភាពនេះបង្ហាញថាសត្វអូរ៉ាំងូតាំងមិនត្រឹមតែជាសត្វដ៏ស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងជាសត្វដែលមានភាពវៃឆ្លាតគួរឲ្យកត់សម្គាល់ទៀតផង